một mà hộpនេះហើយញ៉ាំយូរម្ដងដឹងតែឆ្ងាញ់ហើយបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើសាច់ជ្រូកពងហើយអញ្ចឹងចង់ឆាក្តៅម្រះព្រៅសាច់ជ្រូកពងញ៉ាំម្ដងហើយធ្វើបែបនេះសាច់ជ្រូកពងរបស់យើងគឺស្រួយស្រាប់ឆ្ងាញ់មែនទែនខាងក្នុងគឺអត់សូវក្រៀមទេគឺសាច់វានៅបែបទន់តែស្បែកវាគឺស្រួយឆ្ងាញ់តែម្ដងបងប្អូនហើយទៅពេលយើងយកមកឆាជាមួយនឹងម្រះព្រៅហើយញ៉ាំក្តៅហើយយើងដាក់ជាមួយនឹងពងមាន់ជាប់ភ្នៅទៀតអូយនិយាយពីថាជាតិឆ្ងាញ់មែនទែនតែម្ដងជាពិសេសហើយយើងបានដាក់ម្ទេសរៀងហឹរបន្តិចកាន់តែឆ្ងាញ់ឆាម្រះព្រៅរបស់យើងហ្នឹងគឺយើងយកបែបទឹកប៉ែៗបងប្អូនអរគ្នាកុំឲ្យដាក់ទឹកច្រើនពេកពេលយើងយកមកស្រូបលើបាយមកគឺវាល្មមមកឆ្ងាញ់តែម្ដងហើយថ្ងៃហ្នឹងទៅផ្សាររកសាច់ជ្រូក3ជាន់មានសាច់ច្រើនអញ្ចឹងគឺបានល្អមែនទែនបងប្អូនអរគ្នាអញ្ចឹងខ្ញុំទិញមកខ្ញុំយកមកលាងកោសវាឲ្យស្អាតលាងអំបិលលាងអីអញ្ចឹងទៅកុំឲ្យមានក្លិនសាក្លិនអីតមកទៀតខ្ញុំចាប់ផ្ដើមដាក់ស្ងោរជាមួយនឹងទឹកយើងហ្នឹងយើងដាក់ទឹកស៊ីអ៊ីវហើយយើងដាក់អំបិលបន្តិចបន្ទាប់ពីទឹកពុះហើយខ្ញុំដាក់សាច់ជ្រូក3ជាន់របស់យើងចូលទៅហើយដោយសារតែឆ្នាំងរៀងទូចអញ្ចឹងទៅខ្ញុំកាត់សាច់ជ្រូកជា2កង់ហើយខ្ញុំកំណត់ប្រហែលជា20នាទីហ្នឹងគឺសាច់ជ្រូករបស់យើងល្មមមកឆ្អិនហើយកុំឲ្យវាផុយពេកណាបងប្អូនអរគ្នាព្រោះអីយើងត្រូវយកទៅអាំងមួយតង់ទៀតតាមពិតទៅបើសិនជាខ្ញុំមានថ្ងៃហាលនៅមុខផ្ទះវិញគឺខ្ញុំអត់ចង់អាំងទេបងប្អូនបើយើងហាលអញ្ចឹងទៅវាស្រក់ខ្លាញ់ចេញមកដូចតែគ្នាអញ្ចឹងយើងអត់ត្រូវចំណាយភ្លើងអាំងក្នុងម៉ាស៊ីនអញ្ចឹងណានេះបើសិនជានៅស្រុកស្រែអីវិញគឺយើងយកទៅហាលបាត់ហើយតែដោយសារតែយើងអត់មានមុខផ្ទះហាលណាមួយអត់មានថ្ងៃទៀតអញ្ចឹងមានតែអាំងហ្នឹងហើយយើងយកសមកចាក់ឲ្យសោះលើស្បែកហ្នឹងមកហើយយើងមានប្រឡាក់អំបិលតិចៗបងប្អូនអរគ្នាបន្ទាប់ពីយើងចាក់សោះសាច់ហើយយើងយកកាំបិតមកពុះជា2ចឹងមកបន្ទាប់ពីយើងពុះហើយយើងចាប់ផ្ដើមយកទៅដាក់អាំងតែម្ដងបន្ទាប់ពីអាំងប្រហែលបាន20នាទីបងប្អូនចាទុកឲ្យត្រជាក់ហើយចាំយើងយកវាមកបំពងតាមក្រោយទៀតនិយាយទៅយើងបំពងយើងប្រើភ្លើងមកល្មមបងប្អូនអរគ្នាហើយយើងដាក់ខាងស្បែកចូលទៅមុនទៅហើយយើងដាក់ភ្លើងមកល្មមរឹមមកបងប្អូនអើយនិយាយទៅយើងអត់ចាំបាច់ដាក់ជាមួយនឹងទឹកខ្មេះអីទេក៏វាឡើងប៉ោងហើយឡើងស្រួយស្រាប់តែម្ដងនិយាយទៅឲ្យតែខ្ញុំធ្វើសាច់ជ្រូកបំពងម្ដងគាត់ថាញ៉ាំលេងហ្នឹងក៏អស់ដែរបងប្អូនហើយមិនបាច់ចាំយកទៅស្លអីទេពួកអីបានញ៉ាំស្រួយក្តៅអញ្ចឹងហើយយើងយកទៅជ្រលក់ជាមួយនឹងទឹកត្រីកោះកុងអីហ្នឹងក៏ឆ្ងាញ់ដែរហើយធ្វើតែប៉ុណ្្នឹងហ្នឹងអ្នកផ្ទះភ្លក់មកម៉ាក់ម្នាក់ម៉ាត់អស់លេងសាច់ជ្រូករបស់យើងហ្នឹងទិញមក1គីឡូ1ខាំហើយទៅពេលយើងយកមកបំពងអញ្ចឹងនៅសល់ប្រហែលជា6-7ខាំអីហ្នឹងឯងបងប្អូនអរគ្នាអញ្ចឹងបានគេយកទៅបំពងលក់រៀងថ្លៃដែរព្រោះអីពេលយើងបំពងទៅស្វិតនៅសល់បន្តិចទេខាតគីឡូមែនទែនហើយបន្ទាប់ពីយើងបំពងឆ្អិនហើយយើងចាប់ផ្ដើមយកមកដាក់ឆាម្រះព្រៅញ៉ាំតែម្ដងហើយយើងរៀបចានរៀបបាយអីដាក់ឲ្យស្រេចចឹងមកបងប្អូនអរគ្នាមានពងមាន់ជាប់ភ្នៅមួយទៀតនិយាយពីថាជាតិឆ្ងាញ់មែនទែន